Trong đẹp xuốngទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសម្រាប់វីដេអូបន្តរឿងសកម្មតោដីភាគ5រដូវកាលទី1តើកុំឲ្យខាត់ពេលយូរយកមកស្រាប់ការសម្រាប់ទាំងអស់គ្នាអប៊ីដែលកំពុងប៉ះគ្នាជាមួយលូនាងបានប្រាប់លូថាបើសិនបើលូអាចវាយនាងចូលក្នុងរយៈពេល10វិនាទីនោះនាងនឹងដោះលែងឲ្យស៊ីនមានសេរីភាពអប៊ីនិយាយមិនទាន់ចប់ផងលូបានក្រវែងសក់ចំក្តៅមុខរបស់នាងចំណែកស៊ីនដែលកំពុងចាប់ចំណងគេបានសូមអង្វរឲ្យលូវាយយកចិត្តទុកដាក់បន្តិចព្រោះស៊ីនមើលទៅលូហាក់ដូចជាកំពុងលេងសើចរវល់តែងាកទៅមើលស៊ីននិយាយអប៊ីបានស្ទុះមកធាក់លូមួយជើងឲ្យខ្ទប់ទៅនឹងអិតបន្ទាប់ពីអាចវាយឲ្យលូដួលហើយអប៊ីរៀបនឹងដើរចេញពីទីនោះស្រាប់តែនាងបានឮសំឡេងលូកំពុងតែសើចចំពោះលូនាងគឺអស់សំណើចនៅពេលដែលស៊ីនហៅឈ្មោះរបស់នាងហើយបន្ទាប់មកលូបានងើបឡើងមកវិញនិងផឹកស្រាថ្នាំប្រចាំតកូររបស់នាងមួយដបថែមទៀតហើយលើកនេះទោះបីជាអូប៊ីព្យាយាមវាយលូយ៉ាងណាក៏ដោយក៏នាងមិនអាចវាយលូត្រូវដែរមិនត្រឹមតែប៉ុណ្ណោះលូថែមទាំងអាចធាក់អូប៊ីត្រូវមួយជើងទៀតផងចំពោះអូប៊ីក៏សប្បាយចិត្តដែរនៅពេលដែលលូធាក់នាងត្រូវក៏ព្រោះនេះគឺជាលើកទី1សម្រាប់នាងដែលមានមនុស្សអាចវាយនាងត្រូវហើយមិនត្រឹមតែប៉ុណ្ណោះអូប៊ីបានសុំឲ្យលូសម្លាប់នាងទៀតផងប៉ុន្តែលូបានបដិសេធក៏ព្រោះតែគ្រួសាររបស់នាងគឺមានវិន័យដែលហាមដាច់ខាតមិនឲ្យសម្លាប់មនុស្សមុនដំបូងអូប៊ីបានចាប់អារម្មណ៍ទៅលើវិន័យគ្រួសាររបស់លូដែលហាមដាច់ខាតមិនឲ្យសម្លាប់មនុស្សប៉ុន្តែបន្ទាប់ពីនាងស៊ូដេញដោលចុះឡើងនោះគឺជាវិន័យនៅក្នុងគ្រួសាររបស់សកម្មតោដែលវាបានធ្វើឲ្យអូប៊ីចាប់ផ្ដើមខឹងជាមួយលូព្រោះតាមអ្វីដែលនាងបានដឹងសមាជិកនៅក្នុងគ្រួសាររបស់សកម្មតោគឺមានតែចំនួន3នាក់តែប៉ុណ្ណោះបន្ទាប់ពីនិយាយចប់អូប៊ីរៀបនឹងប្រលះលូមួយជើងទៀតទៅហើយប៉ុន្តែត្រូវបានលូចាប់ជើងនាងជាប់លូបំរុងនឹងវាយបកទៅអូប៊ីទៅហើយប៉ុន្តែខណៈពេលនោះនាងក៏បានស្ប៉ាំងស្រាមកវិញហើយនាងមិនបានចាំអ្វីសូម្បីតែបន្តិចអូប៊ីបន្ទាប់ពីដឹងថាលូអាចវាយនាងចូលដោយសារតែស្រាថ្នាំប្រចាំតកូរនាងក៏ដោយក៏អូប៊ីនៅតែសប្បាយចិត្តហើយមិនត្រឹមតែប៉ុណ្ណោះអូប៊ីថែមទាំងមកអោបលូនិងនិយាយអរគុណទៀតផងបើយើងក្រឡេកមកមើលសកម្មតោនេះវិញបន្ទាប់ពីត្រូវបានបយវាយគាត់ឲ្យប៉ាំងហើយបន្តិចក្រោយមកសកម្មតោរបស់យើងបានដើរចេញមកខាងក្រៅវិញនៅក្នុងរូបរាងជាឃាតករដ៏សង្ហាម្នាក់សកម្មតោដើរចេញមកខាងក្រៅបដានិងរៀបរាប់ឈ្មោះសារធាតុគីមីដែលបូលយកទៅផ្សំគ្រប់បែកក៏ដូចជាធ្វើឲ្យស្រោមដៃរបស់គេកាន់តែមានថាមពលខ្លាំងចំពោះបូលគេបើកភ្នែកធំៗនៅពេលដែលឃើញសកម្មតោដើរចេញមកខាងក្រៅវិញជាមួយរូបរាងសង្ហារបស់គាត់ហើយអ្វីដែលធ្វើឲ្យគេកាន់តែភ្ញាក់ផ្អើលគឺសកម្មតោនៅចាំសារធាតុគីមីដែលគេធ្លាប់បានប្រាប់កាលដែលពួកគេនៅធ្វើការជាមួយគ្នាសកម្មតោបន្ទាប់ពីបង្ហាញខ្លួនអอกវិញជាមួយនឹងរូបរាងសង្ហាជាងមុនគាត់បានប្រាប់ឲ្យបូលត្រៀមខ្លួនព្រោះឥឡូវហ្នឹងគឺដល់វាដែលគាត់ត្រូវបញ្ចេញស្នាដៃម្ដងចំពោះបយមិនខ្វល់ថាសកម្មតោប្រើវិធីឆ្ពិនភ្នែកអនុតេដែលមើលទៅគាត់ម្ដងធាត់ម្ដងស្គប់បែបនេះគឺគេគន់តែប្រាប់ឲ្យសកម្មតោឲ្យផាប់មកចាត់ការគេលឿនទៅបើមិនដូច្នោះទេគូសាររបស់គាត់ច្បាស់ជាត្រូវគុណចៅរបស់គេសម្លាប់ចោលជាមិនខានសកម្មតោបានតបទៅបយវិញថាចំពោះរឿងមួយនេះគាត់គឺគ្មានការព្រួយបារម្ភសូម្បីតែបន្តិចព្រោះគាត់ជឿជាក់ថាប្រហែលជាពេលហ្នឹងគ្នារបស់គាត់អាចនឹងរំដោះនិងនាំអ្នកទាំងពីរទៅកន្លែងមានសុវត្ថិភាពគ្នាដែលសកម្មតោកំពុងតែនិយាយនេះគឺគាត់ចង់និយាយសម្ដៅទៅឈីននិងលូបយបំរុងនឹងហាមាត់និយាយបន្តទៅទៀតប៉ុន្តែខណៈពេលនោះសកម្មតោបានស្ទុះមកយ៉ាងលឿនមកដាល់គេមួយដៃចំក្តាមមុខឲ្យធ្លុះចិញ្ចៀងចេញមកខាងក្រៅនៅខាងក្រៅសកម្មតោនៅតែបន្តវាយទៅលើបយចំពោះបយបើប្រើដៃទល់ដៃជាមួយសកម្មតោគឺគេគ្មានគីឡូជាមួយគាត់នោះទេដោយដឹងខ្លួនថាបើប្រើដៃទល់នឹងដៃគឺមិនអាចយកឈ្នះសកម្មតោបានបយក៏ចាប់ផ្ដើមប្រើស្រោមដៃរបស់គេប៉ុន្តែនៅតែមិនអាចយកឈ្នះបានដដែលហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងត្រូវបានសកម្មតោវាបំបែកស្រោមដៃនោះទៀតផងបន្តិចក្រោយមកបយបានប្រើកូនបារបស់គេនិងគប់សម្ដៅទៅសកម្មតោប៉ុន្តែត្រូវបានគាត់ចាប់ជាប់និងវាយបកទៅគេវិញបន្ទាប់ពីវាយបលឲ្យដួលហើយសកម្មតោបាននិយាយប្រាប់បលថាគាត់ពីមុនគឺដូចបលពេលនេះអញ្ចឹងដែលប្រើកម្លាំងធ្វើបាបអ្នកដទៃប៉ុន្តែអ្វីគ្រប់យ៉ាងវាបានផ្លាស់ប្ដូរក៏ព្រោះតែគាត់បានយកភាពខ្លាំងរបស់គាត់មកការពារមនុស្សដែលគាត់ស្រឡាញ់និយាយចប់សកម្មតោបានរត់ទៅដាក់បលមួយដៃឲ្យប៉ាងទៅជាប់នឹងកត្រកហោះក្រឡេកមកមើលអ្នកទាំង4នេះវិញបន្ទាប់ពីអូប៊ីដោះលែងឲ្យពួកគេមានសេរីភាពមកវិញហើយនៅពេលដែលអយភ្ញាក់ដឹងខ្លួនឡើងនាងបានសួររកប្តីរបស់នាងហើយម្យ៉ាងវិញទៀតអយក៏ឆ្ងល់ថាអំបញ្ញមិញនាងគឺនៅក្នុងផ្ទះខ្មៅនោះទេប៉ុន្តែហេតុអ្វីបានជានាងមកនៅខាងក្រៅវិញឈិនបានសុំពេលឲ្យបន្តិចដើម្បីចេញទៅរកសកម្មតោត្រឡប់មកមើលសកម្មតោហើយនឹងបយនេះវិញនៅពេលដែលកន្ត្រករបស់នាងពីរវិលមកដល់ខាងក្រោមបុគ្គលិកស្រីម្នាក់បានសួរនាងទាំងពីរតើមានរឿងអ្វីកើតឡើងបយបានងាកមកតបនារីម្នាក់នោះវិញថាវាពិតជាអាម៉ាស់ចំពោះរូបគេមែនទែនដែលមានមនុស្សមកសួរគេបែបនោះ
ប៉ុន្តែបុគ្គលិកស្រីម្នាក់នោះមិនបានមានន័យដូចទៅនឹងអ្វីដែល Boy កំពុងតែគិតនោះទេគឺនាងគ្រាន់តែសុំឲ្យ Boy សងថ្លៃខូចខាតចំពោះកត្រកដែលបានខូចបន្ទាប់ពីវាយគ្នាមួយប្រាវអស់កម្លាំងហើយសកម្មតោបានដើរមកទិញនំប៉ាវហូបហើយមួយចំនួនទៀតទុកឲ្យប្រពន្ធកូនរបស់គាត់ចំណែក Boy ដែលមើលទៅនំប៉ាវរៀងទំនងដែរគេបានសុំសកម្មតោមួយសកម្មតោក៏បានហុចនំប៉ាវដែលគាត់ខំអស់មួយម៉ាត់ឲ្យទៅ Boy ទាំងចិត្តមិនចង់បន្តិចក្រោយមក Shin បានមករកអ្នកទាំងពីរឃើញហើយ Shin ពិតជាមានការសប្បាយចិត្តមែនទែននៅពេលដែលឃើញសកម្មតោមានរឿងសង្ហាបែបនេះមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងដកទូរស័ព្ទមកថតរូបសកម្មតោទុកមើលទៀតផងចំណែក Boy បានសួរទៅកាន់សកម្មតោតើគាត់គួរតែធ្វើអ្វីបន្តទៅទៀតចំពោះសមាគមដែនកងកៃដែលបានដាក់ប្រាក់រង្វាន់ឲ្យឃាតករមកតាមសម្លាប់គាត់បែបនេះសកម្មតោមិនទាន់បានហាមមុតនិយាយផងស្រាប់តែរំពេចនោះគាត់បានឃើញប្រពន្ធរបស់គាត់គឺកំពុងមានវត្តមាននៅទីនោះអុយបានហៅអ្នកទាំង3មកនិយាយគ្នាដើម្បីសួរអំពីប្រាក់រង្វាន់មួយនោះហើយនៅទីនោះបើយើងមើលតាមសកម្មភាពរបស់សកម្មតោថាគាត់គឺពិតជាខ្លាចប្រពន្ធរបស់គាត់ពិតមែនអុយបានប្រាប់ឲ្យសកម្មតោប្រាប់នៅរឿងគ្រប់យ៉ាងទៅកាន់នាងសកម្មតោក៏បានប្រាប់ការពិតគ្រប់យ៉ាងទៅកាន់ប្រពន្ធរបស់គាត់ថាមានសមាគមមួយបានដាក់ប្រាក់រង្វាន់នៅលើក្បាលរបស់គាត់បើសិនបើមានឃាតករណាមួយអាចសម្លាប់គាត់បានបន្ទាប់ពីលើបែបនោះហើយអុយខឹងប្តីរបស់នាងកាន់តែខ្លាំងឡើងរឿងដែលគាត់មិនបានប្រាប់ការពិតទៅកាន់នាងតាំងពីដំបូង Boy ដែលអង្គុយនៅជិតនោះគេក៏ជួយនិយាយឲ្យសកម្មតោដែរថាមូលហេតុដែលសកម្មតោធ្វើបែបនេះគឺមិនចង់ឲ្យប្រពន្ធកូនរបស់គាត់ពិបាកចិត្តឲ្យបានងាកមកសួរ Boy តែគេគឺជានរណាហើយមកទីនេះធ្វើអ្វី Boy ក៏បាននិយាយការពិតថាគេគឺជាឃាតករហើយគោលបំណងនៃគេមកទីនេះគឺដើម្បីសម្លាប់សកម្មតោបន្តិចក្រោយមកអុយបានដកសៀវភៅវិន័យគ្រួសាររបស់ពួកគេមកបង្ហាញសកម្មតោដោយវិន័យទី6នៅក្នុងសៀវភៅនោះបានសរសេរថាហាមដាច់ខាតមិនឲ្យលាក់រឿងអាត់កំបាំងចំពោះគ្នាទៅវិញទៅមកប៉ុន្តែចំពោះអុយដែលមិនចង់ឃើញបរិយាកាសនៅទីនេះមានភាពល្អកកគឺនាងយល់ព្រមឈប់ដេញដោលរឿងនេះបន្តទៅទៀតកាត់មកពេលបន្ទាប់ Shin បានដើរទៅនិយាយជាមួយ Boy ដើម្បីសុំឲ្យគេទៅនិយាយជាមួយនឹងម្ចាស់សមាគមឃាតករដងដេងកៃដើម្បីបញ្ឈប់ពួកគេកុំឲ្យមករញ៉េរញ៉ៃជាមួយនឹងគ្រួសាររបស់សកម្មតោបន្តទៅទៀតប៉ុន្តែ Boy បានបដិសេធក៏ប៉ុន្តែគេក៏មិនដឹងថាម្ចាស់សមាគមដែនកងកៃគឺជានរណាដូចគ្នាបន្ទាប់ពីនិយាយចប់ Boy បានលាសកម្មតោក៏ប៉ុន្តែគេត្រូវធ្វើដំណើរទៅកន្លែងផ្សេងទៀត Shin ក៏បានងាកមកសួរសកម្មតោវិញតើពួកគេគួរតែធ្វើអ្វីបន្តទៅទៀតក៏ប៉ុន្តែពួកគេនៅតែមិនទាន់រកឃើញថាតើអ្នកណាគឺជាអ្នកដាក់ប្រាក់រង្វាន់លើសកម្មតោក៏បានតបទៅ Shin វិញថាកុំបារម្ភអីចំពោះរឿងមួយនេះប្រកបស្គាល់មនុស្សម្នាក់ដែលអាចប្រាប់ពួកគេបាននៅព្រឹកថ្ងៃបន្ទាប់អ្នកទាំង3ក៏ធ្វើដំណើរទៅកន្លែងលក់ CD មួយហើយនៅតាមផ្លូវធ្វើដំណើរនោះ Shin ពិតជាមានការពិបាកចិត្តមែនទែននៅពេលដែលឃើញសកម្មតោវិលទៅរកសភាពដើមរបស់គាត់នៅទីនោះពួកគេបានជួលថា CD មួយដែលជាខ្សែភាពយន្តនិយាយអំពីប្រវត្តិរបស់សមាគមដងដេងកៃយកទៅចាក់មើលបន្ទាប់ពីពួកគេមើលរឿងចប់អ្វីដែលពួកគេទទួលបានគឺគ្រាន់តែជាទីស្នាក់ការដែលគេនិយាយនៅក្នុងរឿងនោះតែប៉ុណ្ណោះប៉ុន្តែនៅពេលដែលសកម្មតោគិតលុយនិងរៀបដើរចាក់ចេញពីទីនោះម្ចាស់ហាងដែលនៅទីនោះបានស្រែកហៅឈ្មោះរបស់សកម្មតោនិងប្រាប់ឲ្យគាត់ប្រុងប្រយ័ត្នព្រោះបើតាមអ្វីដែលគេបានដឹងមិនយូរមិនឆាប់នឹងមានក្រុមឃាតករដែលមានថ្មីដៃខ្លាំងចេញមកតាមសម្លាប់សកម្មតោដើម្បីប្រាក់រង្វាន់នៅជុំបន្ទាប់យើងបានស្គាល់កម្ពុជាឃាតករដែលមានថ្មីដៃខ្លាំងបញ្ចាញ់សកម្មតោប្រមាណដែរនោះដែលពួកគេរួមមាន Nakomo, Shishiba, Osaraki ហើយនិងបរិយាកាសដែង Hayo នៅកំឡុងពួកគេអង្គុយញ៉ាំអាហារជុំគ្នា Hayo បានសួរទៅកាន់ Nakomo តើគេមានបានជួបសកម្មតោដែរឬអត់ Nakomo បានតបត្រឡប់ទៅ Hayo វិញថាគេមិនបានឃើញសកម្មតោជាច្រើនឆ្នាំមកហើយប៉ុន្តែ Hayo មិនបានជឿពាក្យសម្ដីរបស់ Nakomo នោះឡើយហើយគេនៅតែបង្ខំឲ្យ Nakomo និយាយការពិតទៅកាន់គេបើពុំដូច្នោះទេគេនឹងសម្លាប់ Nakomo ជាមិនខាន Shishiba ដែលអង្គុយនៅជិតទីនោះគេក៏ជួយឃាត់ឲ្យ Hayo ស្ងប់អារម្មណ៍ដែរប៉ុន្តែ Hayo មិនបានស្ដាប់ពាក្យសម្ដីរបស់គេនោះទេដោយគេបានប្រើកាបិតចាក់ទៅ Nakomo ប៉ុន្តែត្រូវបាន Nakomo ប្រើសមដែលនៅក្នុងដៃរបស់គាត់កត់ជាប់ហើយបើយើងសង្កេតមើលកម្លាំងរបស់អ្នកទាំងពីរគឺ Nakomo ហាក់ដូចជាមានប្រៀបជាងព្រោះគេប្រើតែដៃម្ខាងប៉ុណ្ណោះក៏អាចទប់ជាប់ចំណែក Aishiba វិញនៅពេលដែល Rocky និយាយថាម្ហូបដែលនៅទីនោះហូបមិនកើតគេក៏ចាប់ផ្ដើមកាត់ចិត្តខឹងនិងហៅចុងភៅដែលឈរនៅជិតទីនោះឲ្យដើរទៅជិតគេបន្ទាប់មក Shiba បានចាក់ដៃចុងភៅម្នាក់នោះជាច្រើនកំបិតនៅគណៈពេលនោះផងដែរស្រាប់តែលេចចេញបរិសុទ្ធចំណាស់ម្នាក់ដែលមានឈ្មោះថា Eriya ដែលគាត់គឺមកពីសមាគមឃាតកររបស់ប្រទេសជប៉ុនដែលហៅកាត់ថាចាហើយបើស្ដាប់តាមការនិយាយរបស់ Raya ក្រុមឃាតករទាំងអស់នេះគឺសុទ្ធតែមកពីសមាគម The Order ដែលជាសមាគមតែមួយរបស់សកម្មតោ Raya បានដករូបថតមួយសន្លឹកដែលមានអក្សរ X មកបង្ហាញអ្នករាល់គ្នាថាវាគឺជាសញ្ញាសម្គាល់របស់ឃាតករម្នាក់ដែលបានលួចចូលទៅក្នុងអង្គភាពចានិងបានសម្លាប់ឃាតករផ្សេងទៀតចោលទាំងអស់ហើយគោលបំណងនៃគាត់មកទីនេះគឺដើម្បីជួលអ្នករាល់គ្នាឲ្យតាមស្វែងរកឃាតករអាត់កំបាំងមួយនេះ
ត្រឡប់មកមើលក្រុមរបស់សកម្មតោវិញនៅពេលនេះពួកគេបានធ្វើដំណើរមកដល់អគារដែលពួកគេគិតថាវាគឺជាទីស្នាក់ការរបស់សមាគមដងដេងកៃសកម្មតោក៏បានប្រាប់នាងទាំងពីរថាធ្វើយ៉ាងម៉េចក៏ដោយគឺមិនត្រូវសម្លាប់មនុស្សជាដាច់ខាតមុនដំបូងសកម្មតោនិងឈិនបានចាត់ការបរិសុទ្ធ2នាក់ដែលកំពុងតែដើរនិយាយគ្នាទាក់ទងជាមួយនឹងប្រាក់រង្វាន់អ្នកដែលអាចសម្លាប់សកម្មតោបានបន្ទាប់ពីអាចចាត់ការបរិសុទ្ធទាំងពីរនាក់នោះហើយអ្វីដែលពួកគេត្រូវធ្វើបន្តទៀតគឺឡើងទៅជន់ខាងលើបង្អស់នៃអគារមួយនេះហើយនៅទីបំផុតអ្នកទាំង3ក៏អាចឡើងមកដល់ខាងលើបានសម្រេចប៉ុន្តែនៅខាងក្នុងបន្ទប់មួយនោះពួកគេបានឃើញណាកូម៉ូជាមួយនឹងសាកសពដែលត្រូវបានគេសម្លាប់ហើយសាកសពទាំងអស់នោះគឺសុទ្ធតែជាសមាជិករបស់សមាគមឃាតករដនដែងកៃហើយលើពីនេះទៅទៀតណាកូម៉ូថែមទាំងនិយាយកុហកអ្នករាល់គ្នាថាគេគឺជាអ្នកសម្លាប់មនុស្សទាំងអស់ដែលនៅទីនេះហើយឥឡូវនេះគឺដល់វេនអ្នកទាំង3ម្ដងនិយាយចប់ណាកូម៉ូបានដកកូនកបែតរបស់គេនិងស្ទុះយ៉ាងលឿនមកចាក់ករបស់ឈិនប៉ុន្តែគេមិនបានសម្លាប់ឈិននោះទេក៏ប៉ុន្តែគេគ្រាន់តែលេងសើចជាមួយឈិនតែប៉ុណ្ណោះមុនណាកូម៉ូចាក់ចេញពីទីនោះគេបានប្រាប់សកម្មតោថាមនុស្សទាំងអស់នេះគឺត្រូវបានឃាតករអាត់កំបាំងសម្លាប់ហើយរាល់ពេលដែលឃាតករអាត់កំបាំងម្នាក់នោះសម្លាប់មនុស្សហើយគេតែងតែទុកសញ្ញាខ្វែងនៅលើជញ្ជាំងចនិចហើយអ្នករាល់គ្នាតែងតែហៅឃាតករម្នាក់នោះថា X ឬមួយក៏ Slur សកម្មតោក៏បានសួរទៅណាកូម៉ូតើទាំងអស់នេះគឺជាការចាត់ចែងរបស់សមាគម The Order មានដែរឬអត់នៅពេលឮឈ្មោះរបស់សមាគម The Order លូក៏បាននឹកឃើញពាក្យសម្ដីរបស់ Tatsu ដែលនាងធ្លាប់ឮគេនិយាយទាក់ទងជាមួយនឹងសមាគមមួយនេះណាកូម៉ូក៏បានប្រាប់លូថាសមាគម The Order គឺជាអង្គភាពតូចមួយនៅក្នុងសមាគមឃាតកររបស់ប្រទេសជប៉ុនប៉ុន្តែអ្វីដែលសំខាន់សមាគម The Order គឺប្រមូលផ្ដុំដោយកម្ពុជាឃាតករដែលមានថ្មីដៃខ្លាំងៗហើយនៅក្នុងនោះក៏មានសកម្មតោផងដែរហើយអ្វីដែលគេអាចជួយបានគឺមានតែប៉ុណ្ណឹងហើយសាច់រឿងរបស់យើងបានកាត់ឲ្យឃើញឃាតករអាត់កំបាំងម្នាក់នោះដែលបន្ទាប់ពីគេសម្លាប់មនុស្សហើយឃាតករម្នាក់នោះតែងតែគូររូបសញ្ញាខ្វែងនៅលើជញ្ជាំងចនិចនៅព្រឹកថ្ងៃបន្ទាប់សកម្មតោបានប្រាប់ឲ្យអ្នករាល់គ្នាត្រូវតែពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីការពារសមត្ថភាពពីក្រុមឃាតករដែលមានបំណងចង់មកសម្លាប់ពួកគេដោយសកម្មតោបានទៅជិះកង់ហាត់ប្រាណដើម្បីសម្រកគីឡូចំណែកឈីវិនបានវឹកហាត់ប្រើប្រាស់សមត្ថភាពពិសេសរបស់គេខុសគេតែលូប៉ុណ្ណោះដែលនាងបែរជាមកតេស្តស្រានទៅវិញហើយនៅពេលនេះរឿងសកម្មតោដេភាគ5របស់យើងបានមកដល់ទីបញ្ចប់ហើយជាចុងក្រោយខ្ញុំអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នាម្ដងទៀតនៅភាពបន្ទាប់